ជំរាបសួរលោកគ្រូនិងសួស្តីមិត្តភក្តិអរគ្នាថ្ងៃនេះដែរខ្ញុំនឹងបង្ហាញពីរបៀបក្នុងការបង្កើតអឺបង្កើត domain នៅសម្រាប់ DNS server ចំនួន10អូខេទីមួយយើងចូលទៅកាន់ server manager របស់យើងចូលទៅកាន់ tool ទៅមក DNS អូខេនេះគឺជា reverse lookup zone គឺសម្រាប់យើងបង្កើត domain នៅក្នុងនោះដែលខ្ញុំបានបង្កើតរួចរាល់ហើយមាន domain 1 2 3 4 5 6 oip.edu.ke test.com តែមួយគេដោយក្នុង domain នីមួយៗហ្នឹងយើងត្រូវបង្កើតអឺ mail server និង web server ហើយសម្រាប់ web server mail server យើងត្រូវបង្កើត new mail exchange មួយទៀតសម្រាប់ send mail បានឧទាហរណ៍នៅក្នុងនេះយើងនៅក្នុង domain ទី5អូខេយើងបង្កើត mail exchange សារនេះតែនៃខ្ញុំមានហើយហើយកន្លែងនេះគឺ mail exchange របស់វាអូខេតមកយើងធ្វើការបង្កើត CNAME alias ឧទាហរណ៍ www ប្រើសម្រាប់ជាមួយនឹង web server របស់យើងអូខេអូខេតមកគឺបង្កើត CNAME សម្រាប់នេះគឺ mail សម្រាប់ mail server របស់យើងគឺអូខេអូខេអូខេអញ្ចឹងដូចជាស្រេចអឺតមកទៀតយើងប្រើ reverse lookup zone គឺដើម្បី search ដឹងថាយើងអាច reverse search NS lookup ពី IP មកវិញអូខេអញ្ចឹងយើងធ្វើការកន្លែងនេះយើង new zone មក next ហើយយើងអាចបង្កើតនៅក្នុងនេះ reverse lookup zone យើងបង្កើត new pointer អូខេចាំយើងបង្កើត new zone network ID យើងគឺ192.168.5អូខេមកចូលក្នុងហ្នឹងយើងបង្កើត new pointer domain ទី5អូខេ5.1អូខេតមកយើងធ្វើការ add pointer មួយទៀតគឺសម្រាប់ web server domain ទី5អូខេ web server អូខេអានេះគឺ reverse zone ឥឡូវខ្ញុំតែទៅបង្កើតអានេះខ្ញុំបានបង្កើត web.1.local mail អូខេយើងអត់តបង្កើត CNAME សម្រាប់ mail ទេធ្វើការបង្កើត CNAME សារដែលយើងប្រើ mail ស្រាប់ហើយយើងធ្វើការបង្កើត reverse zone ដោយ IP ខ្ញុំបានដាក់គឺ192.1ទៅ92.168.1អូខេនៅក្នុងហ្នឹងយើងធ្វើការបង្កើត pointer ទៅកាន់អឺ one node local គឺ
mail server ពុតចុច2អូខេយើងធ្វើការបង្កើត pointer មួយទៀតគឺទៅកាន់one call.server អូខេតមកគឺចុច3ចុច4យើងធ្វើការបង្កើតសម្រាប់ OUP ដែលខ្ញុំប្រើចុចមួយដូចគ្នាយើងអាចចូលទៅមើលនេះអូខេกับ server ចុច3 pointer ទៅកាន់ mail server គឺចុច4អូខេអូខេយើងចុចអូខេទៀតមកនៅក្នុងនេះយើងបានបង្កើត CNAME ទៅលើជានេះហើយយើងអាចធ្វើការ test ping នៅលើសម្រាប់ web សម្រាប់ www.oup.edu.kh និង mail server របស់យើងដែលយើងប្រើ mail.oup.edu.kh យើងចូលទៅកាន់ terminal តោះមកយើងវាយ ns លុបអូខេទី1គឺយើងវាយ www.oup.edu.kh អូខេអញ្ចឹងយើងទទួលបានឈ្មោះពេញឈុនណាម web.oup.edu.kh និង address របស់វាគឺ 192.8.1.3 និង alias របស់វាគឺ www.oup.edu.kh យើងធ្វើការ ns lookup ទៅ email address របស់វាវិញគឺ 192.168.1.3 អូខេឃើញថាស្គាល់យើងតេស្តទៅលើ mail.oupp.edu.kh អូខេគឺ IP របស់វាគឺ100.4.1.4ឈ្មោះពេញហើយកន្លែងនេះគឺ alias យើងធ្វើការ reverse មកវិញយើងវាយ IP អូខេអញ្ចឹងគឺស្គាល់យើងនៅសល់3 domain ទៀតដែលយើងមិនទាន់បាន add record តែយើងធ្វើការ add ឲ្យហើយយើងចូល new record វាយពាក្យ web ក៏មកយើងវាយ IP 192.168.6នេះទៅចុច1គេយើងវាយ mail គេដាក់តែមួយហ្នឹងនេះដាក់ www ក៏មកយើងកាន់អូខេtest.com យើងអូខេក៏មកអានេះដូចគ្នាដែរយើងធ្វើការ add host mail អញ្ចឹងទៅក៏មកវាយការពីជើងរបស់ជើង6ពីដូចគ្នាក៏មកយើងធ្វើការអូខេយើងទៅកាន់នេះមួយទៀត add host ដូចគ្នាបើកើតតាមឈ្មោះគឺ web server ផ្សេងក៏មកយើងវាយ IP 192.168.1.4អូខេហើយយើងធ្វើការ add alias សម្រាប់ web server គឺ www.test2 អូខេtest កន្លែងយើងសម្រាប់ mail server យើងធ្វើការ add mail changer មួយទៀតយើងអាចចុចbrowse តមកយើងស្វែងចូលទៅកាន់ test1.local តមកយើងចុច mail អូខេ
អញ្ចឹងមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូដែលបានទស្សនាវីដេអូនេះ